កំពុងតែអង្គុយលេងសុកស្រាប់តែសម្លឹងទៅលើជាងរបស់ខ្ញុំក៏នឹកឃើញថាចុំជាងនេះដូចទលាយម៉ែចុះបើសិនជាមានសិល្បៈឬគំនូរអីមួយម្ដងនៅហ្នឹងវាល្អមកយើប៉ុន្តែបើសិនជាសិល្បៈឬគំនូរនោះវាជារបស់ដែលកាត់ឡើងមកដោយងាយពេកវាអត់មានតម្លៃទេត្រូវអត់អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងទៅបង្កើតសិល្បៈមួយដើម្បីយកមកដាក់តាំងនៅលើជាងមួយនេះតែនៅក្នុងកំឡុងពេលដែលខ្ញុំនឹងទៅធ្វើបេសកកម្មនោះខ្ញុំក៏មានឆែលេងទូចទៀតដែរដែលខ្ញុំនឹងទៅសម្រេចវាបានទី1ខ្ញុំនឹងទៅធ្វើសំណួរដែលតាក់ទងជាមួយនឹងប្រវត្តិចូលឆ្នាំប្រពៃណីខ្មែរទី2ខ្ញុំនឹងទៅលេងល្បែងប្រជាប្រិយខ្មែរបានមួយនៅទីនោះតោះឥឡូវមុននឹងយើងចេញបេសកកម្មយើងទៅដើររកឧបករណ៍របស់យើងសិនហើយទីតាំងដែលខ្ញុំនឹងមករកនោះគឺនៅ Visa ហើយគ្រាន់តែមកដល់ភ្លាមគឺឃើញសិតតែរបស់ដែលខ្ញុំអាចយកប្រើប្រាស់បានហ្មងពួកអីនៅនេះគឺគាត់មានប្របមានអីច្រើនខ្លាំងមែនទែនហើយនេះគឺជាខ្សែដែលខ្ញុំនឹងយកទៅលេងល្បែងទាញព្រ័ត្រសំខាន់ចៃដន្យនេះខ្ញុំបានប្រទះឃើញមួយថ្នោតខ្មែរអញ្ចឹងយកពាក់បដ ហើយទៅអញ្ចឹងឥឡូវយើងមានឧបករណ៍គ្រប់គ្រាន់អស់ហើយខ្ញុំនឹងធ្វើការ print map មួយដើម្បីឲ្យខ្ញុំស្រួលដើរប៉ុន្តែដោយសារតែវីដេអូនេះតាក់ទងជាមួយនឹងប្រពៃណីខ្មែរអញ្ចឹងខ្ញុំក៏ធ្វើការដូរអាវដូចគ្នាតោះឥឡូវយើងធ្វើដំណើរទៅកាន់មុខវាំងឥឡូវយើងបានមកដល់មុខវាំងហើយប៉ុន្តែយើងត្រូវប្រកាសឲ្យដឹងច្បាស់ដែរថាតើយើងអាចដើរជាន់លើស្មៅនេះបានអត់អីអើយសុំទៅមួយមកនៅនេះដើរជាន់ស្មៅកើតតែអីនេះមានអីអូនបើទោះជាគាត់ឆ្លើយថាបានយ៉ាងណាក៏ដោយក៏ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាកុំដើរជាន់ស្មៅនេះអញ្ចឹងដោយសារតែអត់មានបទពិសោធន៍ទេការសាកល្បងលើកទី1គឺបរាជ័យវេទនាមកដល់វាចតម្ដងទៀតហើយលើកទី2បន្ទាប់ពីមានបទពិសោធន៍លើកទី1ហើយខ្ញុំក៏បានធ្វើការដើរបានចេញជាអក្សរខ្លះដែរប៉ុន្តែនៅតែបរាជ័យហើយលើកទី3ហ្នឹងគឺខ្ញុំសប្បាយចិត្តមែនតើព្រោះខ្ញុំអាចដើរបានចេញជាអក្សរហើយគឺជាអក្សរសនិងសាអ៊ូតោះឥឡូវគឺយើងបានអក្សរសសាអ៊ូហើយយើងនឹងទៅធ្វើការលេង challenge ជាមួយនឹងបងដែលគាត់មកទីនេះមកណាគេក៏បានដែរមកបានឆ្លៀសបាន10000អញ្ចឹងអូនឯងអាចយកសំណួរ3ហ្នឹងទៅសួរណាគេក៏បានដែរបើសិនជាគាត់ឆ្លើយចេញអូនឯងបាន10000តែបើឆ្លើយអត់ចេញទេអូនឯងបាន20000ហើយអឺចឹងហៅមើលមនុស្សថាណាគេគិតថាគាត់អត់ឆ្លាតចេញអូនឯងបាន20000អូខេ1 2 13ចាប់ដើមមក1 2 3អូខេអ្នកគ្នាអញ្ចឹងជាពេលដែលគាត់កំពុងតែទៅធ្វើ challenge ដែលខ្ញុំដាក់ឲ្យគាត់ហ្នឹងខ្ញុំចង់ share កាសនេះប្រាប់អ្នកគ្នាពីដំណឹងល្អមួយបើសិនជាអ្នកគ្នាគឺជាអតិថិជនរបស់ ABA គាត់ជិះដឹងហើយ ABA គឺជាធនាគារដំបូងនឹងនាំមុខគេចំណេញក្នុងការដាក់នៅផ្ទាំងរចនាស្អាតលើ app ធនាគារជាពិសេសទាក់ទងជាមួយនឹងការផ្សព្វផ្សាយវប្បធម៌ខ្មែរកាលពីឆ្នាំមុនណា ABA បានធ្វើម្ដងហើយក្នុងការដាក់នៅផ្ទាំងរចនាបថបែបចូលឆ្នាំប្រពៃណីខ្មែរហើយមានការគ្រប់គ្រងខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់ app របស់ ABA ហើយឆ្នាំនេះកាន់តែពិសេសទៀតដោយសារតែគាត់មានការធ្វើនៅផ្ទាំងរចនាបថបែបប្រវត្តិចូលឆ្នាំខ្មែរហើយមានចលនាទៀតជាមួយនឹងព្រះនាងកុរៈទេវីនិងសត្វខ្លាជាយានជំនិះចំណែកឯផ្ទៃងងឹតវិញគឺជាពេលដែលព្រះនាងចុះហែប្រទក្សិណនៅឯវេលាម៉ោង 4:48 ទៀបភ្លឺជាមួយនឹងការបួងសួងសូមសេចក្តីសុខពីប្រជាជនខ្មែរដើម្បីបដូរម៉ូដអេក្រង់ទៅម៉ូដមហាសង្ក្រាន្តយើងគ្រាន់តែចុចកន្លែងណាមួយឲ្យជាប់លើ ABA Mobile រួចចុចលើម៉ូដមហាសង្ក្រាន្តបងប្អូនអាចជ្រើសរើសផ្លេភ្លឺឬផ្ទៃងងឹតរួចចុចរួចរាល់ជាការស្រេចអត់ទៅបងសុំថតឆ្លៃមួយបានមើលបាយពីលេខ1ដល់លេខ3ថ្ងៃចូលចិត្តមួយណាតើចូលឆ្នាំហ្នឹងមានរយៈពេលមួយថ្ងៃហើយពីថ្ងៃណាដល់ថ្ងៃណាចូលឆ្នាំហ្នឹងមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី13 14 15មកមកមួយណាបង14 15 16អរគុណច្រើនមកអរគុណច្រើនអរគុណបើនិយាយពីការផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងវប្បធម៌ខ្មែរជំនាញទម្លាប់ខ្មែរ ABA ដែលគឺជា app ដែលផលិតដោយគុនខ្មែរគឺតែងតែនាំមុខគេចំណេញមិនត្រឹមតែមានមុខងារទំនើបថ្មីជូនបងប្អូនប្រើប្រាស់បានមុនគេតែគ្រប់ការរចនាម៉ូដអេក្រង់នីមួយៗគឺសុទ្ធតែមានហេតុផលច្បាស់លាស់និងត្រូវបានគូសវាសតាំងពីដើមដល់ចប់ដោយសិល្បករខ្មែរតែ ABA គឺទំនើបខ្លាំងបានប្រើអ្វីៗថ្មីមុនគេហ្មងហើយបើសិនជាបងប្អូនអត់ទាន់មាន app ធនាគារ ABA ទេអាចចូលទៅក្នុង App Store ធ្វើការ download app ABA បានហើយដើម្បីបង្កើតគណនី ABA ថ្មីគឺងាយស្រួលមែនទែនគ្រាន់តែចុចបើកគណនីរហ័សរួចធ្វើតាមការណែនាំងាយៗក្នុងការស្រេចគ្រាន់តែមានអាយុចាប់ពី15ឆ្នាំឡើងមានអត្តសញ្ញាណប័ណ្ណឬ passport អាចបើកពីណាក៏បានដែរបើកជុំវិញពិភពលោកហ្មងតោះឥឡូវពួកគាត់នៅវិញទៅហើយឆ្លៃចេញឆ្លៃអត់ចេញចេញក៏ឆ្លៃទៅដែរចេញហ្នឹងមិនដែរមើលបងបាញ់លេបអរគុណច្រើនបាទអូខេឥឡូវនេះគឺមានជំរឿន2តើឆ្លើយសំណួរដែលតាក់ទងនឹងចូលឆ្នាំខ្មែរឬក៏លេងល្បែងជាប្រិយខ្មែរបើឆ្នេះអាចមានឱកាសបាន10000ទៀតឆ្លើយសំណួរមកឆ្លើយសំណួរសំណួរតើចូលឆ្នាំខ្មែរឆ្នាំនេះមានរយៈពេលប្រហែលថ្ងៃចាប់ពីថ្ងៃណាដល់ថ្ងៃណាហើយចំថ្ងៃអីមាន3ថ្ងៃថ្ងៃថ្ងៃទី13 14 15ខោបាត់
អូខេចូលរួមសោកស្ដាយផងមិនអាចឈ្នះលុយ10000រៀលបានទេ ចឹងដោយសារតែខ្ញុំអត់ទាន់បានញ៉ាំអីទេហើយឥឡូវយើងធ្វើការអង្គុយញ៉ាំនំបញ្ចុកខ្មែររបស់យើងបន្តិចសិនបន្ទាប់ពីញ៉ាំនំបញ្ចុកហើយខ្ញុំក៏បានតស៊ូព្យាយាមម្ដងទៀតធ្វើយ៉ាងណាទៅដល់ឲ្យចេញជាអក្សរសួស្ដីឆ្នាំថ្មីឲ្យបានតែបន្ទាប់ពីការខិតខំប្រឹងប្រែងហើយនៅតែខ្ញុំមិនអាចធ្វើបានឥឡូវឈប់កុំតណាគិតពីវាខ្ញុំទៅលេងល្បែងវិជាប្រិយខ្មែរជួយបងតិចសិន ខ្ញុំមកតឲ្យណា បាទបាទ យក2 3អីយុយមើលទីអរគុណច្រើន តោះអញ្ចឹងដោយសារតែការដើរនេះគឺវាមិនងាយស្រួលនោះទេខ្ញុំក៏បានធ្វើការដូរ mission របស់ខ្ញុំពីការបង្កើតសិល្បៈមួយនេះឲ្យទៅជាការដើររើសសម្រាមវិញព្រោះថាខ្ញុំឃើញនៅនេះដូចជាមានសម្រាមច្រើន អូខេឥឡូវនេះបានដើររើសសម្រាមមកជុំនោះដែរ សរុបមកវិញនៅក្នុងវីដេអូមួយនេះគឺខ្ញុំមិនអាចដើរទៅបំពេញបង្កើតទៅជាសិល្បៈមួយបានទេប៉ុន្តែវាដូចជាជីវិតរបស់យើងដូចគ្នាធម្មតានៅពេលខ្លះគឺយើងអាចសម្រេចបាននៅរឿងអីមួយទេប៉ុន្តែក៏យើងចេះលើកទឹកចិត្តខ្លួនឯងដោយវិធីសាស្ត្រណាមួយដើម្បីឲ្យយើងមានកម្លាំងចិត្តទៅធ្វើរឿងផ្សេងៗបន្ទាប់ទៀតហើយអ្វីដែលខ្ញុំបានកាន់តែច្បាស់ហ្នឹងគឺថារបស់អីមួយសិល្បៈអីមួយឬក៏វប្បធម៌ប្រពៃណីអីមួយទម្រាំតែបានកើតឡើងមកគឺមិនងាយស្រួលនោះទេអញ្ចឹងក៏ចង់ផ្ដាំផ្ញើទៅកាន់អ្នកទាំងអស់គ្នាដែរឲ្យយើងចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងខាងមុខនេះចង់ឲ្យអ្នកគ្នាចូលរួមសប្បាយអបអរសាទរនិងលេងល្បែងប្រជាប្រិយខ្មែររបស់យើងឲ្យបានច្រើនកុះករទាំងអស់គ្នាហើយមួយទៀតកុំភ្លេចបដូរម៉ូដអេក្រង់ថ្មីរបស់ ABA គឺ SIM មហាសង្ក្រាន្តទាំងអស់គ្នា Follow បើចង់តាមដានទៀត